តើនៅក្នុងកម្មវិធី router គេជួយឲ្យម៉ោងដើរបែបនេះតើគេធ្វើដូចនេះបងអញ្ចឹងយើងមានយើងចូលទៅដល់កម្មវិធី router អញ្ចឹងបងចូលកន្លែង P ហើយនឹងសល់គេដាក់ device នេះបងជ្រើសរើសពាក្យហ្នឹងមកហើយគេដាក់ pick device អញ្ចឹងបងជ្រើសរើសពាក្យ EC1 ដែលយើងប្រើជាមួយនឹង74កែគុតយើងអាចយក74កែគុតប៉ុន្តែយើងប្រើ74 LS កែគុតជ្រើសរើសមួយមកហើយយើងប្រើមួយទៀតយើង search យកមួយទៀតយើងប្រើ7 segment បងជ្រើសរើស LED មកសូមជ្រើសរើសពណ៌ហមអូខេអញ្ចឹងបងគ្រាន់តែដាក់វាមកដាក់វា2ក៏បានអូខេអញ្ចឹងបងត្រឡប់មកសូមត្រឡប់ទៅអូខេអញ្ចឹងបងប្រើ LED ប្រភេទ7 segment ដាក់ពីលើវា2មកហើយក្នុងករណីហ្នឹងគឺយើងប្រើ EC 74កៅគុតហើយជាមួយនឹងជើងរបស់ពួកវាយើងភ្ជាប់វាមកបងហើយជាមួយដែលយើងចង់ឲ្យជើងរបស់វាហ្នឹងដើរតាមស្របគ្នាទាំងអស់ថាតើយើងធ្វើដូចមិនអញ្ចឹងជើងទី1កន្លែងនេះជើងទី1យើងឆ្លងកាត់មកទីនេះមកហើយយើងឆ្លងមកនេះយើងភ្ជាប់ជាមួយនឹងជើងទី12ហើយជាមួយនឹងអានេះដូចគ្នាជើងទី1នេះយើងឆ្លងមកនេះហើយឆ្លងចូលជើងទី12ហើយជាមួយនឹងជើងទី11នេះយើងឆ្លងមកជើងទី11យើងឆ្លងជើងនេះមកចូលទៅជើងទី14ហើយអាជើង2 3 4 6 7នេះគឺជាជើង gate គេហៅថាជើង resistance អញ្ចឹងយើងដាក់ gate មកចុះបងមើលមក ground គេហៅថា Gen D ជើង ground អញ្ចឹងបងដាក់ ground នៅវាមកហើយនេះដូចគ្នាបងគ្រាន់ដាក់ ground វាមកអូខេអញ្ចឹងយើងធ្វើមិនបានវា load អញ្ចឹងយើងចុចដំណើរការ load ទេអត់ទេបងអញ្ចឹងយើងចូលមកកន្លែងនេះគេ generator mode ហើយបងជ្រើសរើសពី DC clock នេះ DC clock ហើយបងគ្រាន់ដាក់ពីលើវាមួយមកហើយបងយកជើងទី14នេះភ្ជាប់ជាមួយនឹង DC clock យើងនេះមកហើយរួចជាការស្រេចអញ្ចឹងបងបើកតែសាកមើលអូខេដើរហើយអញ្ចឹងក្នុងជាមួយនឹងតើយើងធ្វើម៉ោងឬពេលវេលាដែលយើងអាចដើរបានគឺយើងអាចនឹងប្រើ EC មួយហ្នឹងអូខេអរគុណច្រើនបង